សួស្តីខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការបញ្ចូលតារាងការបញ្ចូលតារាងយើងអាចធ្វើទៅតាមបានពីររបៀបគឺទី1យើងប្រើផ្លូវកាត់ shortcut key ដោយប្រើ Control F12 ឬក៏បញ្ជាជាមួយនឹង F12 ហើយរបៀបទី2គឺយើងបញ្ចូលតាមរយៈមេនុយយើងអាចបញ្ចូលតារាងតាមបានតាមមេនុយ2គឺតាមមេនុយបញ្ចូលក៏បាននិងមេនុយតារាងក៏បានមេនុយបញ្ចូលបើតាមរយៈមេនុយបញ្ចូលយើងជ្រើសរើសយកមេនុយបញ្ចូលរួចយើងជ្រើសរើសយកតារាងនឹងមេនុយមួយទៀតគឺមេនុយតារាងយើងជ្រើសរើសយកមេនុយតារាងបន្ទាប់មកយើងជ្រើសរើសយកពាក្យបញ្ចូលនិងតារាងកន្លែងនេះគឺសម្រាប់ឲ្យយើងដាក់ឈ្មោះតារាងហើយកន្លែងទំហំនេះជួរឈរនិងជួរដេកសម្រាប់ឲ្យយើងធ្វើការជ្រើសរើសជួរឈរឬជួរដេកឧទាហរណ៍ខ្ញុំជ្រើសជួរឈរចំនួន5និងចំនួនជួរដេកចំនួន7ហើយបន្ទាប់មកខ្ញុំចុចលើប៊ូតុងយល់ព្រមខ្ញុំនឹងទទួលបានតារាងដែលមានជួរឈរចំនួន5និងជួរដេកចំនួន7